Ok, hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទយ៉ាសូគីហ្នឹងឯងនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងលើករឿងមួយដែលមានចំណងជើងថា Black Room ដែលជាសាច់រឿងប្រភេទកាប់ចាក់និងវាយគ្នានិងជួញដូរនៅអីវ៉ាន់ផ្សេងៗអញ្ចឹងយើងកុំឲ្យខាតពេលយូរចូលទៅមើលរឿងនេះទាំងអស់គ្នាថាតើវានឹងមានរឿងអ្វីកើតឡើងខ្លះនៅក្នុងសាច់រឿងមួយនេះតើវាល្អមើលយ៉ាងណាអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាហើយកុំភ្លេចជួយចុច like និង subscribe and like ម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តដល់ admin នៅក្នុងការធ្វើវីដេអូបន្តទៀតអញ្ចឹងយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាអូខេបដាមសាច់រឿងមួយយើងឃើញនៅក្មេងប្រុសម្នាក់កំពុងតែអង្គុយមើលរូបថតប៉ារបស់គេតើនេះគឺជាអ្វីហើយអ្វីបានជាប៉ាទៅចោលខ្ញុំហើយអ្វីបានជាប៉ាស្លាប់ហើយមិនបានប្រាប់ខ្ញុំហើយយើងមើលទៅក្នុងដៃរបស់គេគឺបានកាន់នៅកាតខ្មៅមួយហើយគេក៏បាននិយាយថាខ្ញុំនឹងទៅរកការពិតអ្វីក៏ដោយសិតត្រូវការពេលវេលាសាច់រឿងក៏បានបន្តទៅមុខបន្តទៀតហើយយើងបានឃើញនៅទីកន្លែងមួយដែលយើងបានឃើញនៅបរិសម្នាក់អង្គុយនៅលើតុរួចនិយាយថាសូមស្វាគមន៍មកកាន់ Eidos Parking and Shipping Co ហើយឯងអង្គុយចុះទៅនឹងចុះហើយយើងក៏បាននៅឃើញក្មេងប្រុសម្នាក់នោះអង្គុយទល់មុខបរិសម្នាក់នោះហើយបរិសម្នាក់នោះក៏បាននិយាយថាវានិយាយនៅទីនេះឯងមកដាក់ពាក្យអំពីខាងឯកទេសអីតើឯងអាចប្រាប់យើងបានទេថាតើឯងគឺជានរណា Mr. Daisuke Yamada ក្នុងក្រដាសបានបញ្ជាក់យ៉ាងច្បាស់ថាក្មេងប្រុសម្នាក់នោះមានឈ្មោះថា Yamada ហើយបរិសអាខ្មៅនោះក៏បាននិយាយថាខ្ញុំបានដឹងអំពីរឿងមួយនេះក្រុមហ៊ុនបានរីកចម្រើនបានយ៉ាងល្អសម្រាប់ការចាប់ផ្ដើមរកប្រាក់ចំណូលបន្ថែមជាមធ្យមការវិខ្សោអីវ៉ាន់ដើម្បីលក់អំពីក្រុមហ៊ុនមួយនោះតើឯងសុខសប្បាយជាទេបន្ទាប់ពីការសិក្សាឆ្លងជ្រាបមក Mr. Yamada បានអនុញ្ញាតឲ្យមានដំណាលភាពទាំងស្រុងប្រាប់យើងអំពីឯងពិតជាដឹងហើយគេក៏បាននិយាយបន្តទៀតថាសម្រាប់បទសម្ភាសន៍ជាច្រើនដែលធ្វើនៅក្នុងបន្ទប់នេះកន្លងមកខ្ញុំនឹងមិនរំពឹងថាបាននឹងអុយឆ្លងអ្វីឯងមិនស្គាល់ប៉ារបស់យើងមែនទេហើយអាប៉ែហ្នឹងមានអីរត់ទៅក្បួយកែអោយ៉ាម៉ាដារួចហើយយកភ្លើងទៅភ្ជុំកកមានទេយ៉ាម៉ាដាភ័យមិនស្ទើរហើយអាប៉ែហ្នឹងសួរយ៉ាម៉ាដាថាស្គាល់ឪវាអត់ហើយយ៉ាម៉ាដាមានដឹងខ្ជិលមិនតិចដឹងតែភ័យតែម្ដងអាណាមិនភ័យបើក៏ភ្លើងដល់កំពង់កអីហ្នឹងអូខេខ្ញុំកាត់មកឯងថាជាអ្វីខ្ញុំដឹងប៉ុន្តែយើងដឹងថាយ៉ាម៉ាដានិយាយអីទៀតនោះទេសាច់រឿងក៏បានកាត់ទៅមុខបន្តទៀតហើយពួកគេបាននិយាយថាការវិខ្ចង់អីវ៉ាន់លក់វាគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ Eidos Shipping Co គឺជាការខ្លាញ់បន្លំអាសែនឆ្លាតវៃបំផុតសម្រាប់អ្វីមួយបន្ថែមទៀតរកកន្លែងលាក់ខ្លួននៅពីក្រោយរឿងលាក់កំបាំងអំពី Eidos មិនមែនទៅតែនាំចូលនោះទេគឺតែងតែនាំចូលនៅវត្ថុដែលមិនមានគុណភាពបាននិយាយទៅពួកនឹងបាននិយាយថាក្រុមហ៊ុន Eidos ហ្នឹងគឺតែងតែយកនៅវត្ថុដែលអត់ល្អឬក៏របស់ដែលខូចខាតហ្នឹងយកទៅលក់ឲ្យអ្នកដទៃអញ្ចឹងណាគឺពួកគេចង់និយាយអំពីក្រុមហ៊ុនដែលទូប្រុសរបស់យើងដាក់ពាក្យធ្វើការបាញ់មិញនឹងឯងហើយនៅភ្លាមនោះដែរក៏មានក្បាលក្រហមម្នាក់បានជាប់មកវាយសម្រាប់ក្រុមមនុស្សនៅក្នុងអាគារនេះទាំងអស់ដែលវាបានសម្រាប់មិនលើកលែងសំបីតែម្នាក់ហើយភ្លាមនោះដែរក៏មានមនុស្សម្នាក់បានកាន់កំភ្លើងភ្ជុំទៅកាន់អាក្បាលក្រហមមួយនោះអាក្បាលក្រហមមួយនោះក៏បានទៅទាញកំភ្លើងមួយនោះកាត់បំបាក់ចោលរួចហើយក៏បានវាយបរិសម្នាក់នោះតែម្ដងទៅរួចហើយអាក្បាលក្រហមបាននិយាយឡើងមកថាខ្ញុំអាចស្រមៃបានថានេះគឺជាជីវិតដែលសែនសោកសៅបំផុតនិងដាច់ឆ្ងាយបំផុតភ្លាមនោះដែរនៅអាគារមួយនោះក៏បានផ្ទុះឡើងតែម្ដងទៅហើយក៏មិនដឹងផងដែរថាមនុស្សនៅក្នុងអាគារនោះយ៉ាងម៉េចយ៉ាងម៉ានោះទេហើយសាច់រឿងក៏បានកាត់ទៅដល់ទីកន្លែងតួប្រុសរបស់យើងវិញម្ដងអូខេអាពេលអាខ្មៅមួយនោះក៏បាននិយាយទៅកាន់តួប្រុសយើងថាហើយឯងបានមកទីនេះប្រើដោយវិធីនេះគិតយ៉ាងនេះគឺជាអត្តកម្បាំងកំពូលមួយចំនួនសម្រាប់សហគមន៍សម្រាប់តែម្នាក់ឯងគឺថាសម្រាប់ដោយគ្មានប៉ូលីសយ៉ាម៉ាដាតក់ស្លុតហើយក៏បាននិយាយឡើងមកថាខ្ញុំមិនបានធ្វើអ្វីនោះទេខ្ញុំគ្រាន់តែគិតច្រើនតែប៉ុណ្ណោះដោយភាពស្មោះត្រង់របស់ខ្ញុំបានគិតថាខ្ញុំនឹងឆ្លងកាត់វិលទ្វារដោយនៅពេលនោះគឺភ័យមិនស្ទើរនោះទេហើយយ៉ាម៉ាដាក៏បានលើកឡើងបន្តទៀតថាដោយឈ្មោះពិតរបស់លោកគឺជីនីវ៉ាហើយខ្ញុំក៏មិនដឹងថាឈ្មោះនេះខ្ញុំអានខុសឬត្រូវនោះទេហើយលោកបានកើតនៅក្នុងចុងសតវត្សទី40នៅពេលដែលពួកគេកំពុងតែឆ្លុះប្រកែកគ្នានោះគឺមានបរិសម្នាក់បានបើកទ្វារមកលើស្នូតែក្រាកហើយគេក៏បានដើរចូលមកហើយក៏បាននិយាយថាហើយគេក៏បាននិយាយថាឯងត្រូវតែជាប់នៅក្នុងការកិច្ចសម្ភាសន៍មួយនេះហើយប៉ែអាវខ្មៅនៅក្រៅខ្នងក៏បាននិយាយឡើងមកថាហេឯងមិនអាចដែលគ្រាន់តែដើរមកទីនេះនោះទេហើយបន្តមកគេក៏បានហុចឲ្យនៅกระดาษពណ៌ខ្មៅមួយទៅកាន់តួប្រុសរបស់យើងហើយអាប៉ែឈុតខ្មៅក៏បានស្រែកឡើងមកថាអូ shit ហើយក៏មានអាប៉ែអាវខ្មៅមួយទៀតក៏បានមកដែរផងនោះហើយអាប៉ែអាវសដែលចូលមកអំឡុងមិញក៏បានគៀកកពួកគេទាំងពីរនេះអូខេអញ្ចឹងប៉ុណ្ណឹងសិនបានហើយយើងចាំមើលនៅវីដេអូក្រោយទៀតហើយបើសិនជាល្អមើលខមមិនប្រាប់ថាល្អមើលមកចាំ admin ចេញនៅភាពបន្តទៀតអូខេអញ្ចឹងវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយអញ្ចឹងកុំភ្លេចជួយចុច like and subscribe និង like ម្នាក់មួយផងអូខេ